ក្រោយផ្ទុះការជជែកខ្លាំងស្រីនោះអតីតគូដណ្ដឹងលោកបូភត្រាចេញលាតត្រដាងការពិតទាំងអស់និងបង្ហាញភ័ស្តុតាងច្បាស់ពីរឿងធ្លាប់រៀបការចាស់ក្រោយលោកបូភត្រានិងស្រីនោះបានប្រកាសផ្ដាច់ចំណងជាគូដណ្ដឹងនឹងគ្នាថ្មីនេះមានការបង្ហោះសារមួយចំនួនដែលហាក់វាយប្រហារទៅខាងភាគីនារីគូដណ្ដឹងដោយបង្ហាញក្នុងន័យជានារីធ្លាប់មានប្រវត្តិបោកប្រាស់ជាពិសេសទៅលើទ្រព្យសម្បត្តិតាមរយៈការរៀបអាពាហ៍ពិពាហ៍បន្ទាប់ពីព័ត៌មានខាងលើផ្ទុះការចែកចាយมันបានប៉ុន្មានឥឡូវនេះសម័យខ្លួនស្រីនោះអតីតគូដណ្ដឹងលោកបូភត្រាក៏បានបង្ហោះសារបកស្រាយដោយច្រានចោលព័ត៌មានខាងលើថាជាការលាបពណ៌និងជាព័ត៌មានមិនពិតផងដែរជាក់ស្ដែងស្រីនោះបានសរសេររៀបរាប់ថាសូមគោរពពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំសូមលើកយកកិត្តិយសរបស់ខ្ញុំមកបកស្រាយការពិតដោយទំនួលខុសត្រូវនិងយុត្តិធម៌នេះមិនមែនជារឿងប្រទេសជាតិឬបញ្ហាព្រំដែនឡើយនាងខ្ញុំក៏មិនចង់បំពុលសង្គមដើម្បីវែកញែកបន្តទៀតដែរប៉ុន្តែដើម្បីការពារភាពស្អាតស្អំនិងតម្លៃសម្រាប់ខ្ញុំនិងបងប្អូនក្រុមគ្រួសារខ្ញុំសូមបកស្រាយទៅកាន់គណនីផេកនិងសារព័ត៌មានដែលកំពុងលាបពណ៌និងចោទប្រកាន់គ្មានមូលដ្ឋានមកលើនាងខ្ញុំសូមបងប្អូនស្ដាប់អ្វីដែលចេញពីសម័យខ្លួនមុនធ្វើការវិនិច្ឆ័យចំពោះរឿងអតីតកាលនាងខ្ញុំពិតជាបានរៀបការនៅឆ្នាំ2023ពិតប្រាកដប៉ុន្តែយើងទាំងពីរបានព្រមព្រៀងលែងលះបញ្ចប់ដោយសន្តិវិធីដោយសារការរស់នៅមិនចុះសម្រុងគ្នាខ្ញុំក៏បានប្រកាសជូនដំណឹងជាសាធារណៈផងដែរខ្ញុំឃើញសំណេរមួយដែលកំពុងលាបពណ៌បែបប្រយោលបំភ្លើសការពិតសូមអ្នកចេញមកបកស្រាយព្រោះអ្នកកំពុងធ្វើឲ្យមហាជនបានចោទប្រកាន់មកលើរូបនាងខ្ញុំតើអ្នកកំពុងនិយាយពីអ្នកណាដើម្បីអ្វីតើអ្នកដែលបង្ហោះទទួលបានព័ត៌មានមកពីណាខ្ញុំមិនដែលស្គាល់អ្នកសោះអ្នកត្រឹមជាអ្នកក្រៅហេតុអ្វីដឹងច្បាស់រឿងផ្ទៃក្នុងគ្រួសារអ្នកដទៃសូមជម្រាបទៅកាន់បងប្អូនថានាងខ្ញុំមិនមានសញ្ជាតិបរទេសទេខ្ញុំមានសញ្ជាតិខ្មែរតែមួយគត់ជីវិតគូខ្ញុំធ្លាប់រៀបការតែម្ដងគត់ខ្ញុំមានការងារត្រឹមត្រូវមិនប្រព្រឹត្តទង្វើខុសច្បាប់ឬដើរបោកប្រាស់អ្នកណាទេរឿងអតីតកាលអ្នកដឹងច្បាស់មានតែអតីតនិងក្រុមគ្រួសារគាត់ទេទើបដឹងច្បាស់ថាតើខ្ញុំបានទៅដើរប្រមូលលុយមាសពេជ្រអចលនទ្រព្យឬបានទទួលចំណងដៃមួយកាក់មួយសេនឬទេមុនបញ្ចប់ចំណងអាពាហ៍ពិពាហ៍យើងបានឡើងតុលាការស្របច្បាប់ត្រឹមត្រូវប្រសិនបើខ្ញុំពិតជាមនុស្សបោកប្រាស់បែបនេះតើអាចមានការបញ្ជាក់ដោយមានការព្រមព្រៀងដោយសន្តិវិធីឬទេចំពោះរឿងបច្ចុប្បន្នជាមួយបងភត្រាមុនភ្ជាប់ពាក្យគាត់ក៏បានដឹងនិងទទួលយកអតីតកាលរបស់ខ្ញុំដែរការបញ្ចប់ចំណងភ្ជាប់ពាក្យនេះ
តាមការសម្រេចចិត្តទាំងសងខាងដូចដែលយើងទាំងពីរបានប្រកាសក្នុងនាមខ្ញុំធ្លាប់មានអតីតកាលម្ដងនាងខ្ញុំពិតជាមានអារម្មណ៍ឯកាបំផុតនិងមានសម្ពាធណាស់ក្នុងការសម្រេចចិត្តមួយនេះប្រសិនបើខ្ញុំទៅដើរបោកគេរៀបការដូចដែលសាធារណជនចោទប្រកាន់ឬថាជាមនុស្សស្រីលក់កេរ្តិ៍ឈ្មោះបែបនេះខ្ញុំនឹងយល់ព្រមរៀបការដូចដែលបានគ្រោងនៅខែមីនាខាងមុខនេះហើយប៉ុន្តែខ្ញុំមិនចង់ជួបបទពិសោធន៍លែងលះជាលើកទី2យើងភ្ជាប់ពាក្យមើលនឹងសិក្សាចិត្តគ្នាមួយរយៈក្រោយមកយើងពិតជាដឹងច្បាស់រៀងខ្លួនចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះនាងខ្ញុំមិនអាក់អន់ចិត្តទេដែលបងប្អូនខ្លះមិនបានដឹងរឿងច្បាស់ហាជាស្ដីនាងខ្ញុំទទួលខុសត្រូវគ្រប់យ៉ាងបើសិនរឿងដែលនាងខ្ញុំនិយាយមិនមែនជាការពិតព្រោះមាសសុទ្ធមិនខ្លាចភ្លើងខ្ញុំសូមស្នើបងប្អូនសារព័ត៌មានក្រុម MMO សូមរក្សាក្រមសីលធម៌វិជ្ជាជីវៈនិងឈប់ចែករំលែកព័ត៌មានដែលមិនពិតដែលប៉ះពាល់ដល់កិត្តិយសនិងឯកជនភាពរបស់បុគ្គលម្នាក់ៗដើម្បីផលប្រយោជន៍ឬអាជីវកម្មរបស់ខ្លួនផ្ទុយមកវិញបើព័ត៌មានដែលបងប្អូនវិភាគហើយវិនិច្ឆ័យភ្លាមត្រឹមតែលើរូបភាពនិងសំណេរតាមបណ្ដាញសង្គមអយុត្តិធម៌ណាស់សម្រាប់នាងខ្ញុំសូមអរគុណបងប្អូនមិត្តភ័ក្តិទាំងអស់ដែលបានជួយលើកទឹកចិត្តដល់នាងខ្ញុំនេះជាការបញ្ចប់ការបកស្រាយរឿងឯកជនផ្ទាល់ខ្លួនរបស់នាងខ្ញុំចា៎ហើយអត្ថបទព័ត៌មានដែលនាងខ្ញុំជម្រាបជូនខាងលើនេះចា៎គឺមានតែប៉ុណ្ណឹងចា៎សូមអរគុណសូមជម្រាបលា